ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាតោះឥឡូវនេះគឺយើងទៅខ្មែរទាំងអស់គ្នាមុននឹងទៅគឺថាគ្រូខាងសមាគមនោះគឺគាត់ឲ្យទៅដេកនៅចិត្តសមាគមទៅពលានយន្តហោះចឹងណាដើម្បីងាយស្រួលគាត់ទៅយកបើសិនជាពីក្រុមហ៊ុនខ្ញុំទៅពលានណារីតាហ្នឹងគឺថាវាឆ្ងាយមែនតើជិះរហូតទៅដល់3ម៉ោងអាហ្នឹងបើផ្លូវស្ទះណាតែបើអត់ស្ទះទេប្រហែល2ម៉ោងបាទតែឥឡូវយើងចូលមកដល់មានការ check in បាទបន្ទាប់ពីការ check in រួចហើយគឺយើងចាប់ផ្ដើមរក terminal ដែលយើងត្រូវជិះ terminal ដែលខ្ញុំកំពុងតែដើរនេះគឺវាខុសពីសបត់ដោយសារតែយើងអត់ចេះមើលពេលទៅដល់មុខទៀតយើងសួរបុគ្គលិកទៅខ្ញុំនៅ terminal មួយណាចឹងទៅក៏គេចង់អល់ប្រាប់ខ្ញុំទៅខាងនោះវិញគឺ terminal របស់ខ្ញុំគឺលេខ72ខ្ញុំដើរមកនេះគឺវាផ្ទុយតែអត់អីទេដោយសារតែតាមផ្លូវហ្នឹងគឺថាទេសភាពវាស្អាតពេកចឹងទៅក៏ដើរលេងមកតិចទៅបាទមើលយន្តហោះមើលអីចឹងទៅនៅកន្លែងដែលយើងរងចាំយន្តហោះគឺមានកន្លែងគេម៉ាសាមានតុកៅដែលសម្រាប់ដាក់យើងអង្គុយចឹងណាឥឡូវនេះដើរមករក terminal ដែលយើងត្រូវជិះហើយនេះគឺលេខ72ណានេះគឺយើងមើលកន្លែងនេះឥឡូវនេះគឺថាយើងចុះមកខាងក្រោមដើម្បីរងចាំជើងយន្តហោះបាទនៅកន្លែងនេះគឺថាយើងតម្រង់ជួរម្ដងទៀតរងចាំគេជិះសបត់ហើយគឺឡើងយន្តហោះតែម្ដងបាទឡើងមកដល់យន្តហោះហើយយន្តហោះហ្នឹងគឺថាមាន3ជួរធំទូលាយមែនតើបងប្អូនណាយើងអាចចុចមើលកាមេរ៉ាយន្តហោះវាមានខាងលើខាងក្រោមហើយនិងខាងមុខកាមេរ៉ាមានអារម្មណ៍ថាធំទូលាយយន្តហោះពីណារីតាទៅសៀងហៃបាទឃើញគេបង្ហាញនៅលើ screen ទូហ្នឹងចេះចុចទៅវាចេញមកទៅក៏ឆ្លៀតថតតិចទៅបងប្អូនណាផ្លូវយើងទៅហោះហើរពីប៉ុនទៅសៀងហៃបាទប្រើរយៈពេលអស់ជាង3ម៉ោងនេះគឺជាគោលដៅដែលយើងត្រូវទៅហើយដោយសារតែនៅខ្មែរពេកទៅក៏ឆ្លៀតបើកមើល map ផែនទីពីលើផែនទីប្រទេសខ្មែរបន្តិចទៅណាបងប្អូនណានេះយើងមើលទៅតាម Google Map ហើយនេះគឺជារូបរាងយន្តហោះដែលយើងកំពុងតែជិះនឹងវាមានរូបរាងស្អាតមែនតើបងប្អូនឡើងសង្ហាតែម្ដងកន្លែងនេះដោយសារតែយើងអត់អង្គុយគៀនអញ្ចឹងទៅយើងអត់អាចថតតតែម្ដងយើងអង្គុយកតាអញ្ចឹងណាបាទអញ្ចឹងទៅគឺយើងចង់ថតគឺតតែយើងថតទៅតាម screen ទូដែលគេបង្ហាញហ្នឹងមកឥឡូវនេះគឺយើងដល់សៀងហៃណាបាទយើងចុះពីលើយន្តហោះមកកន្លែងដូរជើងបាទឃើញគេចុះមកក៏ចុះតាមគេមកអត់ដឹងថាផ្លូវហ្នឹងច្បត់ឆ្វេងបត់ស្ដាំឬក៏ទៅណាទេគឺថាគេស្រួលចុះមកអញ្ចឹងទៅគឺតាមគេតាមឯងកន្លែងនេះគឺជាកន្លែងដែលគេជិះមើលសពតដែលយើងចុះមកពីយន្តហោះបាទជើងចុះពីកន្លែងហ្នឹងហើយរួចរាល់មកតង់ទៀតហើយបន្ទាប់ពី check in ចុងក្រោយហ្នឹងហើយគឺថាយើងមករងប្រចាំជើងចុងក្រោយរបស់យើងគឺជើងដែលយើងត្រូវជិះមកម៉ែវិញហ្នឹងណាបាទហើយលេខ gate ដែលយើងទទួលបានហ្នឹងគឺលេខ25លេខ25នេះគឺវានៅខាងចុងគេត្រឹមតែដើរមកដល់គឺប្រើរយៈពេលចុង10នាទីដែរបងប្អូនណាគាត់ដើរមកពលានហ្នឹងធំមែនតើបងប្អូនណាហេតុអីបានថាធំពេលដែលខ្ញុំចុះពីលើយន្តហោះមកភ្លាមគឺយើងតម្រូវគេតម្រូវយើងហ្នឹងជិះរថភ្លើងមកតង់ហើយមកដល់កន្លែង check in យើងបានឡើងជិះយន្តហោះដូរជើងមកខ្មែរវិញគឺថាងាយស្រួលក្នុងការថតពីលើហើយបើថាយន្តហោះនោះវាធំពេកយើងអង្គុយកតាទៀតយើងអត់អាចថតបានទេបាំងមនុស្សហើយណាមួយគឺថាវាពិបាកថតចឹងណាអាចថតឲ្យបងប្អូនមើលបានទេបាទនៅក្នុងចិត្តនឹកគិតថាចង់ឲ្យតែមកដល់ខ្មែរឆាប់តែឥឡូវនេះគឺបាទមកដល់ខ្មែរហើយមកដល់ភ្លាមមានអារម្មណ៍ថារំភើបផងអរផងភ័យផងដែលបានជន់លើទឹកដីកំណើតរបស់ខ្លួនដោយសារតែយើងបែកពីស្រុកកំណើតរយៈពេល3ឆ្នាំមកហើយបាទចុះមកដល់ពលានតេជោរបស់យើងហើយគឺថាស្អាតមែនទែនបងប្អូនធំទូលាយជាងមុនចឹងណាបាទហើយនេះគឺជាទេសភាពដល់ពលានថ្មីរបស់យើងបាទនេះគឺជាយន្តហោះដែលយើងជិះមុនហ្នឹងបាទឥឡូវនេះគឺមានចតាយន្តស្អាតមែនទែនហើយយើងអត់ពិបាកដើរទេយើងគ្រាន់ជិះលើវាគឺថាទៅតែម្ដងបាទបន្តមកទៀតដល់វេលាដែលយើងត្រូវយកវ៉ាលីពេលវេលាចុងក្រោយដែលយើងត្រូវយកវ៉ាលីកិច្ចបង្ហើយនៃដំណើរនៃការត្រឡប់មកវិញរបស់យើងឥឡូវនេះគឺថាយើងទៅយកវ៉ាលីទាំងអស់គ្នាអរគុណសម្រាប់ការទស្សនា